ស្នងការនគរបាលរាជធានីភ្នំពេញកំពុងកសាងសំណុំរឿងករណីបុករះនៅផ្លូវព្រះនរោត្តមស្លាប់ម្នាក់និងរបួសជាច្រើនអ្នកទៅកាន់តុលាការស្នងការនគរបាលរាជធានីភ្នំពេញកំពុងតែកសាងសំណុំរឿងករណីបុករះនៅពីក្រោយនៅបណ្ដោយផ្លូវព្រះនរោត្តមបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និងរបួសជាច្រើនអ្នកទៅកាន់តុលាការរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់គូរំលឹកថានគរបាលម្នាក់បើករថយន្តបុករះបណ្ដាលឲ្យស្លាប់មនុស្សម្នាក់និងរងរបួសធ្ងន់ស្រាលជាច្រើនអ្នកនៅលើផ្លូវមហាវិថីនរោត្តមយោងតាមបណ្ដាញសង្គមរបស់ក្រុមព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី16ខែឧសភាឆ្នាំ2025បានលើកឡើងថាតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តមឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណត់ផ្លូវព្រះនរោត្តមក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនបណ្ដាលឲ្យជនរងគ្រោះម្នាក់បានស្លាប់និងរងរបួសធ្ងន់ស្រាលចំនួន5នាក់ទៀតនោះអ្នកបើកបរយន្តដែលជាមន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់លោកទូចសុខាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានលើកឡើងថាចំពោះករណីនេះក្រសួងមហាផ្ទៃនឹងធ្វើការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតព្រោះកន្លងមកឧត្តមឧបនាយករដ្ឋមន្ត្រីសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសថាមិនថាមន្ត្រីនគរបាលឬអ្នកណាទេឲ្យតែបង្កគ្រោះថ្នាក់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតគឺមិនត្រូវអត់ឱនជាដាច់ខាតសូមបញ្ជាក់ថាកាលពីថ្ងៃទី15ខែឧសភាឆ្នាំ2025វេលាម៉ោង 13:57 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងត្រង់ចំណុចមុខក្រសួងវប្បធម៌និងវិចិត្រសិល្បៈសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញបង្កឡើងដោយរថយន្តម៉ាកលេខស៊ី OX 400X បុករះម៉ូតូកង់3ចំនួន3គ្រឿងម៉ូតូ1គ្រឿងនិងរថយន្ត1គ្រឿងរថយន្តម៉ាកលេខស៊ី OX 400X ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AO 2188ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីព្រះនរោត្តមបើកបរក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានបុករះពីក្រោយយានយន្តជាច្រើនគ្រឿងដែលកំពុងធ្វើដំណើរស្របទៅគ្នាហេតុការណ៍នេះបង្កឲ្យមនុស្សម្នាក់បានស្លាប់និងរងរបួសធ្ងន់ចំនួន2នាក់និងរងរបួសស្រាលចំនួន3នាក់មូលហេតុគ្រោះថ្នាក់គឺអ្នកបើកបររថយន្តម៉ាកលេខស៊ី OX 400X បើកបរនៅក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ននិងបើកបរមានជាតិស្រវឹងមានអត្រាជាតិអាល់កុលអ្នកដែលបើកបររនេះត្រូវបានគេស្គាល់អត្តសញ្ញាណជនបង្កគ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុករះបណ្ដាលឲ្យស្លាប់និងរបួសជាច្រើនអ្នកនោះគឺប្រធានការិយាល័យភស្តុភារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគឺលោកវីរៈសេនីយ៍ឯកហ៊ុនហេងជាប្រធានការិយាល័យភស្តុភារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបណ្ដាលឲ្យជនរងគ្រោះម្នាក់បានស្លាប់នៅក្នុងថ្លុកឈាមក្នុងចំណោមជនរងគ្រោះច្រើនអ្នកដែលរងរបួសចំណែកជនរងគ្រោះដែលបានស្លាប់មានឈ្មោះរៀនសុនឿនភេទប្រុសអាយុ49ឆ្នាំស្នាក់នៅសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញតាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងទៀតថាមុនពេលកើតហេតុគេឃើញនាយនគរបាលរូបនោះបើករថយន្តម៉ាកលេខស៊ី 400X ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2AQ 2188បើកបរចុះពីលើស្ពានអាកាសក្បាលថ្នល់ទិសដៅសម្ដៅទៅវិមានឯករាជ្យខណៈបើកបររថយន្តចុះពីលើស្ពានបានបន្តិចរថយន្តក៏បានវេចង្កូតទៅបុករះម៉ូតូមួយគ្រឿងរថយន្តព្រុសនិងកង់3ឥណ្ឌា2គ្រឿងទៀតដែលធ្វើឲ្យបរិសុទ្ធជាអ្នកបើកបរម៉ូតូកង់3ឥណ្ឌាម្នាក់បានស្លាប់ភ្លាមៗហើយរថយន្តបង្កក៏បានបន្តទៅបុកបង្គោលដែកនិងដើមឈើមួយដើមទៀតទើបធ្វើឲ្យរថយន្តទៅមុខលែងរួចក្រោយពីបង្កហេតុភ្លាមអ្នកបើកបរយន្តបង្កមិនបានគេចខ្លួនទៅណានោះទេនិងត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុគាត់ខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន
ដើម្បីសាកសួរបន្ថែមនិងចាត់ការបន្តតាមនីតិវិធីចំណែកឯសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ